ប្រធានពន្យល់បែបអក្សរសិល្ប៍ដែលមាន3រសជាតិ3ចលនានៅក្នុងនោះអក្សរសិល្ប៍បែបព្រាហ្មណ៍និយមអក្សរសិល្ប៍បែបពុទ្ធនិយមនិងអក្សរសិល្ប៍បែបខេមរៈនិយមលោកគ្រូត្រៀមឲ្យសម្រាប់បាក់ឌុបឆ្នាំ2026ប្រធានត្រៀមប្រឡងអក្សរសាស្ត្រខ្មែរត្រៀមបាក់ឌុបឆ្នាំ2026យើងធ្លាប់តែធ្វើប្រធានមួយដែលគេឲ្យជាពាក្យខាងដើមរបស់ប្រធានថាមានមតិមួយលើកឡើងថាមានទស្សនៈមួយលើកឡើងថាមានសុភាសិតមួយលើកឡើងថាគេថាអីចឹងទៅលោកគ្រូលើកប្រធានថ្មីឲ្យដែលអត់មានការដោយផ្ដើមពាក្យមិញគេថាទស្សនៈមួយលើកឡើងថាអីទេប្រធានចូលពន្យល់បកស្រាយ2អានេះគឺតិចនិចថ្មីហើយគេបើកអភន្តរៈតួនាទីនៃអត្ថបទអក្សរសិល្ប៍ក្នុងការបណ្ដុះឧត្តមគតិកសាងសង្គមជាតិហើយបិទអភន្តរៈវិញប៉ុន្តែពាក្យបង្គាប់បញ្ជារបស់គេគឺនៅខាងចុងដោយលើកឧទាហរណ៍ពីចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមអក្សរសិល្ប៍ពុទ្ធនិយមនិងស្នាដៃអក្សរសិល្ប៍ខេមរៈនិយមមកធ្វើជាតលហិកបង្ហាញបញ្ជាក់ប្រធាននេះគេឲ្យឈ្មោះថាប្រធានពន្យល់ប៉ុន្តែវាមិនមែនជាទម្រង់ប្រធានពន្យល់បិទសុទ្ធសាទេគ្រាន់តែបច្ចេកទេសនៃការធ្វើប្រធាននេះបងប្អូនត្រូវដឹងថាពាក្យបង្គាប់បញ្ជារបស់ប្រធានគឺនៅខាងចុងដោយលើកឧទាហរណ៍ពីចលនាអក្សរសិល្ប៍អញ្ចឹងគេឲ្យយើងចេះព្រាហ្មណ៍និយមមកភ្ជាប់ឲ្យគេពុទ្ធនិយមទៅបង្ហាញឲ្យគេនិងខេមរៈនិយមទៅឆ្លោះឲ្យគេអញ្ចឹងសបញ្ជាក់ឲ្យឃើញថាប្រធាននេះគឺជាទម្រង់បរិបទថ្មីលោកគ្រូឲ្យ style នេះគឺជាបច្ចេកទេសនៃការចេញបាក់ឌុបឆ្នាំ2022ដល់2024ពួកយើងសាកទៅស្រាវជ្រាវមើលឯកសារចាស់ៗទៅយើងនឹងឃើញហើយគេអត់ដាក់មានមតិមួយលើកឡើងថាមានទស្សនៈមួយលើកឡើងថាអីទេគឺចេញមកឲ្យយើងពន្យល់បកស្រាយយកអញ្ចឹងហ្មងនេះគឺជាពាក្យបង្គាប់បញ្ជានៅខាងដើមចូលពន្យល់បកស្រាយពីអីដែលគេចង់ឲ្យយើងបកស្រាយគឺតួនាទីនៃអត្ថបទអក្សរសិល្ប៍គឺជាប្រធានអក្សរសិល្ប៍សុទ្ធសាធតែគ្រាន់តែថាបច្ចេកទេសនៃការបញ្យល់របស់គេឲ្យយើងភ្ជាប់នៅពីខាងដើមប្រធាននេះបើសិនជាលោកគ្រូឆ្នៃឲ្យងាយស្រួលឲ្យងាយយល់ដល់ពួកយើងទាំងអស់គ្នាលោកគ្រូដាក់ថាអញ្ចឹងមានទស្សនៈមួយលើកឡើងថាអក្សរសិល្ប៍មានតួនាទីក្នុងការបណ្ដុះឧត្តមគតិកសាងជាតិអាហ្នឹងយើងយល់ហ្មងពួកឯងលោកគ្រូយកមានប្រធានកិរិយាសព្ទនៃកម្មបត្តិមករៀបឲ្យកូនឯងងាយយល់ប៉ុន្តែប្រធាននេះគេគ្រាន់តែលេងពាក្យបង្គាប់ឲ្យយើងដាក់នៅខាងមុខប៉ុណ្្នឹងឯងចូលពន្យល់បកស្រាយពីគេឲ្យពន្យល់បកស្រាយពីអញ្ចឹងប្រធានពន្យល់ 100% ហើយអ្នកណាគេអ្នកបកស្រាយគឺយើងបកស្រាយទៅលើអីគេតួនាទីអត្ថបទអក្សរសិល្ប៍មានន័យថាតួនាទីរបស់អក្សរសិល្ប៍មុខងាររបស់អក្សរសិល្ប៍ជាភារកិច្ចរបស់អក្សរសិល្ប៍ហ្នឹងក្នុងការបណ្ដុះក្នុងអប់រំទូមានណែនាំណាឧត្តមគតិកសាងជាតិការគិតគូរការមានស្មារតីភ្ញាក់រលឹកចំពោះជាតិអីចឹងទៅអញ្ចឹងប្រធានហ្នឹងតែប៉ុណ្្នឹងឯងអញ្ចឹងនេះគឺជា style ថ្មីបច្ចេកទេសថ្មីដែលលោកគ្រូចង់ឲ្យពួកយើងស្គាល់ថាមិនចាំបាច់តតែគេថាមានទស្សនៈមួយលើកឡើងថាមានមតិមួយលើកឡើងថាឯងអញ្ចឹងលោកគ្រូធ្វើអាហ្នឹងត្រៀមដូចគ្នាហើយគោលដៅដែលសិស្សត្រូវតែយកចិត្តទុកដាក់បំផុតគឺពាក្យបង្គាប់បញ្ជាត្រូវតែមានចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមទៅភ្ជាប់ឲ្យគេត្រូវតែមានចលនាអក្សរសិល្ប៍ពុទ្ធនិយមទៅភ្ជាប់ឲ្យគេដូចគ្នាជាពិសេសគឺខេមរៈនិយមដូចគ្នាអញ្ចឹងព្រាហ្មណ៍និយមយើងចេះហើយគឺរៀមគេដល់ពេលពុទ្ធនិយមយើងលើកពីររឿងទៅគឺព្រះវេស្សន្តរជារឿងដែលមានប្រជាប្រិយភាពមួយទៀតក៏សវណ្ណសាមអីចឹងទៅឬក៏តេមីជាដកអីចឹងទៅចុងក្រោយខេមរៈនិយមយើងទូលំទូលាយណាកលាបៃលិនមេលាដុំចិត្តសូផាតតេជោយ៉តទុំទាវអីហ្នឹងគឺខេមរៈនិយមទាំងអស់អញ្ចឹងធ្វើមិនក៏ដោយឲ្យតែគ្រប់លក្ខខណ្ឌព្រាហ្មណ៍ក៏មានពុទ្ធក៏មានខេមរៈក៏មានវិលមកសិក្សាខ្លឹមសាររបស់ប្រធានបទនេះវិញគេថាឲ្យយើងបញ្យល់ពីតួនាទីមានន័យថាម៉េចមុខងារភារកិច្ចកាតព្វកិច្ចអ្វីដែលយើងត្រូវតែបង្ហាញយល់ទេអត្ថបទអក្សរសិល្ប៍គឺជាកម្រងរឿងដែលជាឯកសារមួយផ្ដើមពីការចងក្រងតាក់តែងរបស់អ្នកនិពន្ធដោយលើកយកពីបញ្ហាចោតដោយចងក្រងលើកយកពីបញ្ហារស់នៅរបស់សង្គមទៅតាមសម័យកាលនីមួយៗមកបង្ហាញក្នុងការបណ្ដុះឧត្តមគតិកសាងសង្គមជាតិយើងបញ្យល់ជា clear មកជាកន្សោមពាក្យមកណាឧត្តមគតិកសាងសង្គមជាតិឧត្តមគតិគឺជាគំនិតខ្ពង់ខ្ពស់ភាពល្អប្រសើរថ្លៃថ្លានៃការគិតអញ្ចឹងជាគំនិតគឺជាស្មារតីគិតគូរអំពីប្រទេសជាតិគំនិតអភិវឌ្ឍជាតិគំនិតស្នេហាជាតិអញ្ចឹងប្រធានបទនេះមានន័យជារួមណាគេឲ្យយើងធ្វើការពន្យល់បកស្រាយពីភារកិច្ចរបស់អក្សរសិល្ប៍ខ្មែរយើងនៅក្នុងនេះលោកគ្រូអត់បានដាក់ជាប្រភេទឬក៏ចលនាអីទេអញ្ចឹងគម្រោងឬក៏ក្បួននៃការធ្វើប្រធានមួយនេះគឺជាប្រធានបើកទូទៅធម្មតាប៉ុន្តែបិទកន្លែងនេះបិទកន្លែងថាតតែកណៃចេះរឿងព្រាហ្មណ៍តកណៃចេះរឿងពុទ្ធតកណៃចេះរឿងខេមរៈអានឹងបានកណៃលើកមកភ្ជាប់ជាអំណះអំណាងឲ្យគេបានត្រឹមត្រូវហើយគ្រប់ជ្រុងជ្រោះឲ្យបានបន្ទុកពេញមុននឹងចូលដល់លើកឧទាហរណ៍នេះយើងលើកពីអីគឺយើងបកស្រាយទស្សនៈទូទៅទ្រឹស្ដីទូទៅតួនាទីទូទៅរបស់អក្សរសិល្ប៍តែប៉ុណ្្នឹងឯងហើយសួរថាប្រភេទមួយណាចលនាមួយណានិយាយអត់ទេដោយសារអីគេឲ្យយើងបកស្រាយតែ
គំនិតរបស់អក្សរសិល្ប៍ទេប៉ុន្តែនៅពេលដែលគេសួរភ្ជាប់ឧទាហរណ៍ជាការឆ្លើយតបទៅនឹងប្រធានទើបគេតម្រូវទើបគេចាំបាច់ទើបគេកំងទើបគេបង្គាប់បញ្ជាឲ្យយើងលើករៀមមួយពុតមួយនិងខេមរៈមួយនេះគឺជាទម្រង់អក្សរសិល្ប៍ថ្មីមួយលោកគ្រូគាត់ថាថ្មីសម្រាប់ពួកយើងដូចគ្នាអញ្ចឹងលោកគ្រូនឹងធ្វើការចែកអានេះទៅដល់ពួកយើងអំពីបច្ចេកទេសនៃការធ្វើប្រធានបែបនេះនៅពេលដែលយើងធ្វើផ្ដើមសេចក្តីវាមាន3មែនទេលំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាក្បួននៅក្នុងការធ្វើ3នេះលំនាំបញ្ហាគឺយើងដឹកដៃគេឲ្យគេយល់បំផុសគំនិតប្រធានឲ្យគេយល់យើងដឹងហើយថាប្រធាននេះគឺជាប្រធានអក្សរសិល្ប៍ហើយបង្ហាញតួនាទីរបស់អក្សរសិល្ប៍ទៀតគឺតួនាទីបណ្ដោះគំនិតកសាងជាតិនេះគឺតួនាទីមួយនេះអញ្ចឹងយើងចាប់បានពាក្យធំមកវាហើយទី1អក្សរសិល្ប៍ទី2តួនាទីអក្សរសិល្ប៍ទី3គំនិតស្នេហាជាតិអញ្ចឹងយើងយកពាក្យ3ហ្នឹងមកច្នៃមកបង្កើតយល់ទេមកចងក្រងឲ្យคล้ายទៅជាលំនាំបញ្ហាមួយដឹកដៃគេយល់ថាខ្ញុំកំពុងតែបកស្រាយប្រធានពន្យល់ដល់អ្នកកែដល់លោកគ្រូអ្នកគ្រូថាប្រធានរបស់ខ្ញុំនេះគឺជាប្រធានតួនាទីអក្សរសិល្ប៍ស្នេហាជាតិតើណាចឹងលោកគ្រូឲ្យជាគំនិតជាយោបល់មួយអក្សរសិល្ប៍យើងផ្ដើមដល់អក្សរសិល្ប៍មកព្រោះប្រធាននេះគឺជាប្រធានអក្សរសិល្ប៍តើណាអក្សរសិល្ប៍គឺជាកម្រងអត្ថបទរឿងដែលចងក្រងតាក់តែងរៀបចំដោយអ្នកនិពន្ធដោយលោកបានផ្ដិតយកគ្រប់រូបភាពសកម្មភាពតថភាពរបស់មនុស្សនៅក្នុងសម័យកាលនីមួយៗមកចោទជាបញ្ហាហើយធ្វើការដោះស្រាយទៅតាមភាពប៉ិនប្រសប់សិលវិធីរៀងខ្លួនរបស់អ្នកនិពន្ធខណ្ឌយើងមកខណ្ឌហើយមួយខណ្ឌមួយទៀតយើងនិយាយភ្ជាប់តួនាទីរបស់អក្សរសិល្ប៍ក្នុងនោះផងដែរអក្សរសិល្ប៍មានមុខងារចាំបាច់នៅក្នុងការផ្ដល់គំនិតអប់រំទូន្មានណែនាំព្រានប្រដៅដល់យុវជនអ្នកសិក្សាទាំងអស់ឲ្យមានស្មារតីភ្ញាក់រលឹកខិតខំសិក្សារៀនសូត្រគិតគូរអំពីរឿងរ៉ាវប្រទេសជាតិនិងការកសាងសង្គមជាតិឲ្យដើរទៅមុខជានិរន្តរ៍បានអញ្ចឹងយើងបានប៉ុណ្្នឹងហើយលោកគ្រូនាំគេទៅហើយនិយមន័យអក្សរសិល្ប៍ក៏លោកគ្រូឲ្យគេលោកគ្រូកំពុងតែប្រាប់គេថាអក្សរសិល្ប៍មួយហ្នឹងមានតួនាទីអីខ្លះក៏លោកគ្រូឲ្យគេដែរអញ្ចឹងលំនាំបញ្ហាប៉ុណ្ណឹងគ្រប់ជ្រុងជ្រោយនៅពេលដែលលំនាំបញ្ហាប៉ុណ្ណឹងគ្រប់ជ្រុងជ្រោយហើយយើងចូលចំណូលបញ្ហាអត់មានអាស្រ័យហេតុនេះហើយមានទស្សនៈមួយលើកឡើងថាអីទេអត់មានទេអត់មានទស្សនៈអីទេលោកគ្រូឲ្យបច្ចេកទេសថ្មីយើងអាចធ្វើបែបនេះដោយយល់ឃើញពីគុណតម្លៃតួនាទីអប់រំរបស់អក្សរសិល្ប៍បែបនេះហើយទើបប្រធានតម្រូវឲ្យពន្យល់បកស្រាយពីច្រឡងចូលឲ្យអស់ចាប់ពីបើករហូតដល់បិទអភន្តរសញ្ញាយល់ទេដោយយល់ឃើញពីគុណតម្លៃតួនាទីអប់រំរបស់អក្សរសិល្ប៍បែបនេះហើយទើបប្រធានតម្រូវឲ្យពន្យល់បកស្រាយពីតួនាទីនៃអត្ថបទអក្សរសិល្ប៍ក្នុងការបណ្ដុះគំនិតឧត្តមគតិកសាងសង្គមជាតិខណ្ឌអញ្ចឹងយើងចាប់ចំណូលបញ្ហាយើងទាញគេចូលប៉ុណ្ណឹងបានហើយចំណូលបញ្ហាគឺជាការចម្លងប្រធានគឺជាការលើកប្រធានមកដាក់ចាប់ពីបើករហូតដល់បិទអភន្តរសញ្ញាតិចមកអង្គុយច្រឡងដោយលើកឧទាហរណ៍ស្អីហ្នឹងណាអាហ្នឹងគេប្រកបបជាយើងទេតើណាអញ្ចឹងបង្កើតចំណោទបញ្ហាមួយមកក្បួននៅក្នុងការបង្កើតចំណោទបញ្ហាគឺមាន2ទី1យើងចោទទៅកាន់ប្រធានទី2យើងទាញប្រធានមកចោទវិញចោទទៅកាន់ប្រធានដែលអាចសួរថាដែលយើងប្រើបច្ចេកទេសធ្វើរដងតើទស្សនៈខាងលើមានអត្ថន័យដូចម្ដេចតើខ្លឹមសារនៃការលើកឡើងខាងលើចង់បង្ហាញអំពីខ្លឹមសារអប់រំដូចម្ដេចខ្លះអីចឹងទៅអញ្ចឹងអាហ្នឹងគឺក្បួនយើងធ្វើធម្មតាអាហ្នឹងគេឲ្យឈ្មោះថាចោទទៅកាន់ប្រធានមានន័យថាយើងសួរប្រធានណាដល់ពេលបច្ចេកទេសមួយទៀតយើងទាញប្រធានមកចោទដើម្បីទាញប្រធានមកចោទយើងត្រូវចេះច្នៃពាក្យកន្លឹះពាក្យដែលមាននៅក្នុងប្រធាននេះមកធ្វើជាសំណួរបង្កើតទៅជាសំណួរមួយជាមួយលោកគ្រូធ្វើឲ្យមួយតើអត្ថបទអក្សរសិល្ប៍មានតួនាទីបណ្ដុះគំនិតកសាងជាតិដល់យុវជនដូចម្ដេចខ្លះឃើញអត់អញ្ចឹងលោកគ្រូទាញប្រធានមកចោទមានន័យថាលោកគ្រូយកពាក្យកន្លឹះរបស់ប្រធានដែលមាននេះតាពីបើករហូតដល់បិទនេះលោកគ្រូច្នៃទៅជាសំណួរមួយឲ្យគេយល់បញ្ចប់ដោយពាក្យដូចម្ដេចខ្លះឬក៏ style មួយទៀតលោកគ្រូឲ្យមួយទៀតតើអក្សរសិល្ប៍មានតួនាទីអប់រំបណ្ដុះបណ្ដាលអ្នកសិក្សាឲ្យមានឧត្តមគតិកសាងជាតិយ៉ាងដូចម្ដេចខ្លះឃើញអត់អាហ្នឹងក៏បង្កើតជាសំណួរមួយដែរអញ្ចឹងយើងសួរប៉ុណ្ណឹងគឺគ្រប់គ្រាន់គ្រប់ជ្រុងជ្រោយឲ្យត្រូវទៀតអញ្ចឹងយើងមានទាំង3លំនាំបញ្ហាចំណូលបញ្ហានិងចំណោទបញ្ហាអូខេអញ្ចឹងយើងចាប់ប៉ុណ្ណឹងយើងចាប់ផ្ដើមចូលដល់ពន្យល់ពាក្យអញ្ចឹងនៅពេលដែលយើងចូលដល់ពន្យល់ពាក្យយើងចាប់ផ្ដើមបកស្រាយពាក្យដែលលោកគ្រូគូពីក្រោមនេះពាក្យដែលលោកគ្រូគូពីក្រោមនេះគឺជាពាក្យដែលកន្លែងត្រូវបញ្យល់ហើយដើម្បីជាមូលដ្ឋានគ្រឹះយើងប្រើឃ្លាភ្ជាប់សិនណាឃ្លាភ្ជាប់សេចក្តីភ្ជាប់ពីផ្ដើមសេចក្តីមកតួសេចក្តីអញ្ចឹងយើងដាក់មកដើម្បីជាមូលដ្ឋានគ្រឹះណាជួយដល់ការបកស្រាយប្រធានបទខាងលើឲ្យបានក្បោះក្បាយស៊ីជម្រៅគ្រប់ជ្រុងជ្រោយយើងក៏បីសិក្សាពាក្យកន្លឹះជាមុនសិនចំពោះពាក្យតួនាទីមានន័យថាមុខងារភារកិច្ចកាតព្វកិច្ចចំណែកឯពាក្យអត្ថបទអក្សរសិល្ប៍គឺជាកម្រងរឿងរ៉ាវដែលអ្នកនិពន្ធលើកយកពីភាពពិតជាក់ស្ដែងទៅតាមសម័យកាលនីមួយៗមកបង្ហាញរីឯពាក្យឧត្តមគតិកសាងសង្គមជាតិនៅទីនេះវិញចង់បង្ហាញឲ្យឃើញថា
chia cùng nốt đỏ thay thá smart đây đỏ bông pua nước trong các pivot và tê chiết dân dân chập phần dồn bị ai nếu bắt để dân chập phần dồn bị dân châu đó phần dồn này ai tam bị cần lư hàng lứa ประเทศจังบางแห่งเอาเคยถ่าหรือก็ประเทศมิ้นคลำซาถ่าอัสตบัตอัสซอเซลแต่เนี่ยในปนบ้านขัดคำจองกรองตะไตหลังchỉเรื่องราวดอกบ้ามนุษย์โลกโดยโลกยุคมักเจ้าต่างดอกสลายมิ้นเพียรกิจจำบัตรในครองกาบันดอกกลุ่มนัดอบรมนายนอมดอยุวิจุนยุวไตเนี่ยศึกษาเอามิ้นกลุ่มนัดสนายหาชีตมิ้นกลุ่มนัดกัดกู้อมปีประเทศจีนจังอันนั้นคือจับปัญญ์ในประเทศจังยังจับรามโจดอลเบาะสลายประเทศโอเค สำหรับวิดีโอวันไทม์ส้มโจทย์การแก้หาตัว V2 Education